បានគិតថាការអាននេះវាមានសារៈសំខាន់ណាស់សម្រាប់យើងដែលជាអ្នកសិក្សារៀនសូត្រក៏ដូចជាសិស្សានុសិស្សឬក៏និស្សិតគ្រប់រូបពីព្រោះថាការដែលយើងអាននេះអាចឲ្យយើងទទួលបាននៅចំណេះដឹងថ្មីទី1ចំណេះដឹងដែលយើងធ្លាប់មានស្រាប់ហើយមួយទៀតនោះគឺចំណេះដឹងដែលយើងមិនទាន់បានស្គាល់ឬក៏មិនទាន់បានទទួលបាននៅពេលដែលយើងអានអ្វីដែលថ្មីហើយសភៅមានជាសភៅឬក៏ឯកសារផ្សេងដែលយើងទទួលបាននឹងឯងអញ្ចឹងការអានទាំងអស់នោះគឺផ្ដល់នៅព័ត៌មានឬក៏អត្ថប្រយោជន៍ឬក៏ចំណេះដឹងទាំងអស់នោះមកយើងដែលជាអ្នកអានហ្នឹងបងបងមានអវ៉ាត់ទេដើម្បីណែនាំទៅដល់កុមារឬក៏យុវជនធ្វើម៉េចដើម្បីបណ្ដុះនៅទម្លាប់ដើម្បីជាការបណ្ដុះនៅទម្លាប់អាននេះអាត្មាគិតថាយើងគួរតែចាប់ផ្ដើមពីការអានពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យខ្លាយជាទម្លាប់នៅក្នុងការអានពីព្រោះថាការអាននេះវាមានសារៈប្រយោជន៍ច្រើនដែលយើងទទួលបានពីការអានមានការទទួលបាននៅចំណេះដឹងក៏ដូចជាយើងអាចមានសមត្ថភាពនៅក្នុងការគិតវែកញែកទៅលើបញ្ហាផ្សេងដែលយើងអាចទទួលបានអំពីការអាននឹងឯងបងហើយធ្វើឲ្យការគិតរបស់យើងនឹងឯងមានការត្រិះរិះពិចារណាបានវែងឆ្ងាយច្រើនជាងមុននៅពេលដែលយើងព្យាយាមអានសៀវភៅឬក៏អានឯកសារផ្សេងឲ្យបានច្រើនបង